ព័ត៌មានកដៅថៃបដិសេធរបាយការណ៍សារព័ត៌មានអាមេរិកពាក់ព័ន្ធចំនួនព្រំដែនកម្ពុជាមន្ត្រីនាំពាក្យយោធាថៃបានចេញមកបកស្រាយជាផ្លូវការបដិសេធខ្លាំងៗចំពោះអត្ថបទស៊ើបអង្កេតមួយដែលត្រូវបានចេញផ្សាយដោយសារព័ត៌មានអាមេរិករបាយការណ៍នោះបានលើកឡើងពីការប្រើកម្លាំងយោធារបស់ថៃក្នុងចំនួនតាមព្រំដែនជាមួយកម្ពុជានិងបានចោទថាមានការរំលោភច្បាប់អន្តរជាតិសារព័ត៌មានបានរាយការណ៍ថាភាគីថៃប្រើកម្លាំងយោធាខ្លាំងលេសកម្រិតបូករួមទាំងសវ៉ាវុធធុនធ្ងន់និងយន្តហោះចម្បាំងក្នុងប្រតិបត្តិការវាយប្រហារបន្ទាប់ពីមានករណីទាហានថៃម្នាក់រងរបួសដោយគ្រាប់មីនក៏មានការអះអាងថាមានការប្រើប្រាស់អាវុធដែលត្រូវបានចាត់ទុកថាខុសច្បាប់ហើយបង្កឲ្យមានជនស៊ីវិលរងគ្រោះផងដែរលើសពីនេះអត្ថបទនោះក៏បានលើកឡើងពីយុទ្ធសាស្ត្រផ្លូវចិត្តនិងការប្រើចំនួនព្រំដែនជាឧបករណ៍នយោបាយក្នុងបរិបទការបោះឆ្នោតក្នុងប្រទេសថៃជាការឆ្លើយតបអ្នកនាំពាក្យយោធាថៃបានបញ្ជាក់ថាកងកម្លាំងរបស់ខ្លួនមិនបានប្រើអាវុធខុសច្បាប់ឡើយហើយសកម្មភាពទាំងឡាយគឺធ្វើឡើងក្នុងក្របខ័ណ្ឌការពារខ្លួនស្របតាមមាត្រា51នៃធម្មនុញ្ញអង្គការសហប្រជាជាតិភាគីថៃក៏បានចោទវិញថាកម្ពុជាជាអ្នកបង្កហេតុនៃដំបូងនិងប្រើប្រាស់ការផ្សព្វផ្សាយអន្តរជាតិដើម្បីបង្ហាញខ្លួនជាជនរងគ្រោះចំពោះមតិនៃអ្នកវិភាគនយោបាយខ្មែរមួយចំនួនបានលើកឡើងថាកម្ពុជាគួរតែដាក់បញ្ហានេះទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីស្នើឲ្យមានការសង្កេតការណ៍អន្តរជាតិនិងប្រើបច្ចេកវិទ្យារូបភាពកៃរណបដើម្បីផ្ទៀងផ្ទាត់ហេតុការណ៍នៅតំបន់ជម្លោះក៏មានការអំពាវនាវឲ្យអ្នកសង្កេតការណ៍ក្នុងតំបន់បង្ហាញរបាយការណ៍ផ្លូវការផងដែរយ៉ាងណាក៏ដោយសារព័ត៌មានអាមេរិកដដែលក៏បានបញ្ជាក់ថាភាគីកម្ពុជាក៏មានចំណែកខ្លះក្នុងបញ្ហានេះដោយសារបញ្ហាឧក្រិដ្ឋកម្មឆៅបោកអនឡាញនៅតាមតំបន់ព្រំដែនដែលអាចធ្វើឲ្យភាពតានតឹងកើនឡើងស្ថានភាពនេះបន្តទាក់ទាញការចាប់អារម្មណ៍ពីសហគមន៍អន្តរជាតិខណៈដែលភាគីទាំងពីរបន្តការបកស្រាយខុសគ្នា